ជំរាបសួរមកអ្នកគ្នាព្រះបន្ទូលសម្រាប់ថ្ងៃទី8ខែ1ឆ្នាំ2026មានចំណងជើងថាផ្លូវវាយកុំបបងផ្លូវត្រង់ឲ្យដើរផងទៅរងដំណើរជីវិតការជ្រើសរើសផ្លូវដើរគឺជារឿងសំខាន់បំផុតចាស់បុរាណលោកតែងដាស់តឿនថាផ្លូវវាយកុំបបងផ្លូវត្រង់ឲ្យដើរផងគឺនេះមិនមែនបង្រៀនឲ្យយើងធ្វើជាមនុស្សខូចនោះទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្រក្នុងការរស់នៅឲ្យទាន់សម័យកាលទោះតែមានបង្ហាញក្នុងរឿងព្រះនិទានខ្មែរមួយដែលមានចំណងជើងថាក្រពើនឹងតាបរទេសនិងគោការនៅក្នុងការគម្ពីរសាសនាចំពោះ7ខ16ជាតាមរឿងព្រេងនិទានខ្មែរកាលពីព្រេងនេះមានតាបរទេសម្នាក់បានជួយសង្គ្រោះជីវិតក្រពើដែលជិតដាច់ខ្យល់ក្នុងបឹងរីងទឹកប៉ុន្តែពេលមានសេរីភាពភ្លាមក្រពើបាយជាចោលប្រកាន់នឹងរកស៊ីសាច់តាដែលជាអ្នកមានគុណទៅវិញសំណាងល្អបានជួបជាមួយនឹងសុភាទង្សាយបានប្រើបញ្ញាបញ្ឆោតឲ្យក្រពើចូលក្នុងចំណងវិញទើបតារួចខ្លួនតាមរយៈសាច់រឿងនេះការជួយគេរបស់តាដែលធៀបនឹងផ្លូវត្រង់គឺជាអំពើល្អប៉ុន្តែវាស្ទើរតែធ្វើឲ្យគាត់ស្លាប់ខ្លួនដោយសារតែគាត់ប្រើចិត្តត្រង់ជាមួយសត្វដែលមានសន្តានវិវេក្នុងគម្ពីរសាស្តាចំពោះ7ខ16ក៏បានចែងថាកុំឲ្យធ្វើជាសុចរិតហួសពេកហើយកុំឲ្យធ្វើជាអ្នកមានបញ្ញាហួសពេកដែរធ្វើដូចនោះតើចង់បំផ្លាញខ្លួនធ្វើអ្វីទីមិនមែនបង្រៀនឲ្យយើងធ្វើអាក្រក់ឡើយប៉ុន្តែចង់ដាស់តឿនថាការជួយមនុស្សអាក្រក់ដោយខ្វះការប្រុងប្រយ័ត្នគឺជាការសុចរិតពេកសូមបងប្អូនចងចាំថាអំពើល្អត្រូវដើរទន្ទឹមនឹងការយល់ដឹងពីកលិស័កបើមិនដូច្នោះទេភាពល្អនឹងក្លាយជាអាវុធត្រឡប់មកចាក់ខ្លួនឯងវិញដូច្នេះតើយើងគួរដើរលើផ្លូវមួយណាដើម្បីឲ្យយើងដឹងថាផ្លូវមួយណាជាផ្លូវដែលយើងគួរដើរនោះយើងក៏ត្រូវគិតអំពីប្រភេទមនុស្សដែលយើងនឹងជួបដូចគ្នាជាការពិតផ្លូវត្រង់ឬផ្លូវនៃភាពស្មោះត្រង់គឺត្រូវប្រើជំនួយល្អមនុស្សដឹងគុណនិងការកាន់ខ្ជាប់នូវសីលធម៌សុចរិតភាពតែផ្លូវវាចឬផ្លូវនៃភាពឆ្លាតវៃវិញគឺយើងត្រូវប្រើដើម្បីទប់ទល់នឹងសម្របខ្លួនឲ្យទាន់ល្បិចកលរបស់មនុស្សអាក្រក់ឬមនុស្សអែបអបប៉ុន្តែនៅខណៈពេលដែលយើងកំពុងរស់នៅក្នុងសង្គមបច្ចុប្បន្នមួយនេះយើងមិនត្រូវបោះបង់ផ្លូវណាមួយឡើយមានន័យថាបើសិនបើយើងជាមនុស្សដែលត្រង់ពេកយើងនឹងខ្លាចជាមនុស្សដែលឆោតល្ងងងាយនឹងចាញ់បងអ្នកដទៃប៉ុន្តែបើសិនបើយើងជាមនុស្សដែលវាចពេកយើងនឹងបាត់បង់សេចក្តីថ្លៃថ្នូរគ្មានអ្នកណាចង់នៅក្បែរយើងឡើយដូច្នេះយើងត្រូវរស់ក្នុងជីវិតដែលមានតុល្យភាពមានន័យថារក្សាចិត្តត្រង់ជាគោលដៅប៉ុន្តែប្រើបញ្ញាវាងវៃជាខែលការពារខ្លួនសរុបមកជួយយើងធ្វើជាមនុស្សដែលមានបេះដូងល្អដោយតាបរទេសប៉ុន្តែមានខួរក្បាលឆ្លាតវៃដោយសុភាទង្សាយមានន័យថាការដែលយើងរស់នៅដោយចេះបត់បែនតាមរយៈនឹងជួយឲ្យយើងរស់ក្នុងសង្គមដែលសុខសាន្តនិងមិនបំផ្លាញខ្លួនឯងគោលការណ៍រស់នៅដ៏ល្បីល្បាញមួយបានលើកឡើងថាចូលមានចិត្តស្លូតត្រង់ដោយសត្វព្រាបប៉ុន្តែត្រូវមានបញ្ញាវាងវៃដោយសត្វពស់មានន័យថាយើងត្រូវស្លូតបូតមិនបោកប្រាស់ដទៃតែត្រូវមានបញ្ញាដឹងខុសត្រូវមិនងាយចាញ់បោកគេដើម្បីរស់ក្នុងសង្គមដោយសុខសាន្តកុំឲ្យចិត្តល្អរបស់អ្នកខ្លាចជាកន្លែងដែលមនុស្សអាក្រក់ប្រើសម្រាប់ជន់ឈ្លីនោះឡើយសំណួរទៅទីចាណាសថ្ងៃនេះបើសិនបងប្អូនជាសុភាទង្សាយនៅក្នុងរឿងនោះតើបងប្អូនគួរផ្លាស់ប្ដូរវិធីសាស្ត្រដោះស្រាយនឹងដេចដើម្បីឲ្យខ្លួនឯងមានសក្តិភាពផងហើយនៅតែរក្សាតម្លៃជាមនុស្សល្អបានផងដែរអរគុណសម្រាប់យេស៊ូវគ្រីស្ទប្រទានពរដល់អ្នក